រដ្ឋកោទឹកស្វ័យយ័តក្រុងភ្នំពេញរកចំណូលបានជាង$90 លានក្នុងឆ្នាំ2025លោកឯកសុនច័ន្ទរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រធានក្រុមប្រឹក្សាភិបាលរដ្ឋកោទឹកស្វ័យយ័តក្រុងភ្នំពេញបានឲ្យដឹងថាក្នុងឆ្នាំ2025រដ្ឋកោទឹកស្វ័យយ័តក្រុងភ្នំពេញបានរកចំណូលប្រមាណ$373,000 លានរៀលឬស្មើនឹងប្រមាណជាង$90 លានពីការលក់ទឹកស្អាតប្រមាណជាង230ម៉ែត្រគូបដល់អតិថិជននិងទទួលបានប្រាក់ចំណេញប្រមាណជាង$94,000 លានរៀលឬប្រមាណជាង$23 លានការបញ្ជាក់បែបនេះរបស់លោកឯកសុនច័ន្ទគឺធ្វើឡើងនៅក្នុងឱកាសមហាសន្និបាត Pihonic លើកទី14ដែលបានធ្វើឡើងកាលពីថ្ងៃទី29ខែឧសភាឆ្នាំ2026លោកក៏បានគូបញ្ជាក់ថាលទ្ធផលខាងលើនេះគឺឆ្លុះបញ្ចាំងឲ្យឃើញថា Pihonic ទាំងអស់នៅតែបន្តឆន្ទៈគាំទ្រនិងផ្ដល់ទំនុកចិត្តយ៉ាងមុតមាំមកលើដំណើរការធុរកិច្ចរបស់រដ្ឋកោទឹកស្វ័យយ័តក្រុងភ្នំពេញក៏ដូចជាប្រសិទ្ធភាពនៃការដឹកនាំគ្រប់គ្រងនិងការចាត់ចែងអង្គភាពផងដែរ